ពណ៌ទ្វារតែងតែជាបញ្ហាដែលយើងត្រូវជ្រើសរើសដោយប្រុងប្រយ័ត្នព្រោះវាមិនត្រឹមតែជាប់ទាក់ទងនឹងកត្តាសោភ័ណភាពនៃផ្ទះទាំងមូលប៉ុណ្ណោះទេថែមទាំងទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងបញ្ហាហុងស៊ុយផងដែរដូច្នេះតើអ្នកដឹងពីរបៀបជ្រើសរើសពណ៌ត្រឹមត្រូវសម្រាប់ទ្វារទេនៅពេលជ្រើសរើសពណ៌សម្រាប់ទ្វាររឿងសំខាន់ដំបូងដែលត្រូវពិចារណាគឺការរចនាផ្ទៃខាងក្នុងទាំងមូលនិងពណ៌នៃផ្ទះរបស់អ្នកជ្រើសរើសពណ៌ទ្វារមេអាស្រ័យលើជោគវាសនារបស់ម្ចាស់យោងទៅតាមហុងស៊ុយទ្វារមេគឺជាធាតុសំខាន់បំផុតមួយនៃផ្ទះដែលផ្ទុកថាមពលវិជ្ជមាននិងអាចប៉ះពាល់ដល់ជីវិតរបស់ម្ចាស់ជោគវាសនានេះមួយត្រូវបានតំណាងដោយស៊េរីនៃពណ៌ហើយពណ៌នេះមួយមានសមត្ថភាពក្នុងការបង្កើតពណ៌មួយចំនួនប៉ុន្តែមិនត្រូវគ្នានឹងពណ៌ផ្សេងទៀតទេកុំភ្លេចពិចារណាពន្លឺនៅក្នុងបន្ទប់ពណ៌ស្រាលសម្រាប់ទ្វារនិងសមរម្យសម្រាប់ចន្លោះដែលមានពន្លឺធម្មជាតិតិចតួចខណៈដែលពណ៌ងឹតគឺសមរម្យជាងសម្រាប់ចន្លោះភ្លើងពណ៌ពេញនិយមនិងសុវត្ថិភាពមួយចំនួនដែលអ្នកអាចជ្រើសរើសគឺពណ៌ស្នោតឬពណ៌ប្រផេះពណ៌ទាំងនេះងាយស្រួលក្នុងការសម្របសម្រួលជាមួយរចនាប័ទ្មរចនាជាច្រើនប្រសិនបើអ្នកចង់ឲ្យទ្វារសំខាន់របស់អ្នកមានលក្ខណៈប្លែកពីគេសូមសាកល្បងជាមួយពណ៌ដិតដូចជាក្រហមឬខៀវសូមអញ្ជើញមកកាន់ប្រព័ន្ធរបស់ Segundo ឬតាក់ទងមកលេខទូរស័ព្ទទាន់ហេតុការណ៍សម្រាប់ការណែនាំអំពីការជ្រើសរើសទ្វារហុងស៊ុយ